រឿងកំឡោះពីរនាក់ចង់បានប្រពន្ធគេមានបុរសម្នាក់មានប្រពន្ធស្អាតទើបតែរៀបការថ្មីគេបណ្ដាគ្នាទៅសួរញាតិមានកំឡោះពីរនាក់បានឃើញក៏ស្រឡាញ់ចង់បានពួកគេគិតថាយើងធ្វើដូចម្ដេចនឹងបានប្រពន្ធគេកំឡោះម្នាក់ឆ្លើយថាងាយទេឯងទៅរកខ្ចីរទេះគោបរោមករកអញហើយធ្វើជាយើងមិនស្គាល់គ្នាបើអញសួរឯងអ្វីឯងកុំប្រាប់ថារទេះចូលឯងឆ្លើយអ្វីផ្សេងទៅនៅពេលកំឡោះទីមួយឃើញបុរសជាប្តីបណ្ដាប្រពន្ធមកហើយសួរថាអ្នកអញចេញមកខាងនេះឈប់និយាយគ្នាលេងបន្តិចសិនប្តីប្រពន្ធនោះក៏ចូលទៅអង្គុយលេងលុះឃើញកំឡោះទីពីរបរោរទេះមកជិតដល់កំឡោះទីមួយធ្វើជាសួរបុរសជាប្តីថានេះហៅអ្វីអ្នកបុរសជាប្តីឆ្លើយថាគេហៅរទេះមែនឬអ្នកកំឡោះទីមួយថាខ្ញុំថាមិនមែនទេអ្នកហ៊ានភ្នាល់នឹងខ្ញុំឬទេបុរសជាប្តីសួរថាអ្នកឯងមានទ្រព្យអ្វីភ្នាល់នឹងយើងកំឡោះទីមួយថាបើខ្ញុំចាញ់ខ្ញុំនឹងធ្វើជាខ្ញុំអ្នកបើខ្ញុំឈ្នះសុំប្រពន្ធអ្នកបុរសជាប្តីគិតថាប្រកាសជាគេហៅរទេះមែននឹងខ្លាចអ្វីក៏ព្រមភ្នាល់នឹងគេទៅកំឡោះទីមួយបានឈរហើយសួរទៅអ្នកបរោរទេះចំអល់ទៅនឹមហើយសួរថានេះជាអ្វីអ្នកបរោរទេះប្រាប់ថានេះគេហៅនឹមចំអល់ទៅកំហើយសួរថានេះជាអ្វីអ្នកបរោរទេះប្រាប់ថានេះគេហៅកំចំអល់ទៅអាក់ហើយសួរថានេះជាអ្វីអ្នកបរោរទេះប្រាប់ថានេះគេហៅអាក់ដល់សួរគេសពគ្រប់កំឡោះទីមួយប្រាប់បុរសជាប្តីថាអានេះគេមិនហៅរទេះទេដូច្នេះអ្នកឯងចាញ់យើងហើយឆាប់ឲ្យប្រពន្ធមកយើងបុរសប្តីនោះមិនព្រមប៉ុន្តែប្រកែកទៅមិនឈ្នះគេត្រូវគេដណ្ដើមយកប្រពន្ធទៅបានបុរសជាប្តីមិនសុខចិត្តក៏ទៅប្តឹងចៅក្រមឲ្យទៅ